ចានឹងថ្ងៃអូននិយាយទៅ38សប្តាហ៍បើយើងគិតថាគ្រប់ខែអត់គឺគ្រប់ខែចាគ្រប់ខែ37សប្តាហ៍ទៅ41សប្តាហ៍ហ្នឹងយើងចាត់ទុកថាគ្រប់ខែហើយតែសួរថាយើងចង់ឲ្យឈឺពោះគឺបើសិនជាកូនយើងសម្រាលគ្រប់ខែពេញលក្ខណៈមក40សប្តាហ៍គឺវាអត់ទាន់ឈឺពោះហើយអត់មានសញ្ញាអីទាំងអស់គឺធម្មតាចាគាត់ថាក្នុងអំឡុងពេលហ្នឹងគីឡូយើងឡើងខ្លាំងណាចាយើងកុំព្យាយាមញ៉ាំច្រើនតែយើងញ៉ាំច្រើនគឺគីឡូយើងកូនយើងថ្លោះតែម្ដងរយៈពេលត្រឹមតែ2សប្តាហ៍ហ្នឹងអាចឡើងដល់7 8ខាំក៏មានដែរអញ្ចឹងសម្រាប់ម្ដាយដែលកូនដំបូងគួរកុំសូវញ៉ាំច្រើនពេកក្នុងសប្តាហ៍ទី38 39 40ហ្នឹងព្រោះអីពេលហ្នឹងគឺកូនថ្លោះអញ្ចឹងគឺរបបអាហារគឺសំខាន់ណាស់ក្នុងអំឡុងពេលចុងក្រោយហ្នឹងចាអញ្ចឹងគឺយើងត្រូវដករបបអាហារមួយចំនួនដូចជាសាច់ឬក៏របស់ផ្អែមបើមិនជាយើងបន្តញ៉ាំទៀតកូនថ្លោះខ្លាំងដោយសារខ្ញុំជួបមួយមុនអេកូតែ3ថ្ងៃទេគឺឡើងដល់កន្លះគីឡូដោយសារប្រហែលថ្ងៃចុងក្រោយហ្នឹងគឺគាត់ clean terrain ខ្លាំងអញ្ចឹងគាត់ហូប terrain បានមែនទែនដល់ពេលអញ្ចឹងគាត់ស្រាប់តែមកសម្រាលគឺកូនគាត់ឡើង3គីឡូ6ខាំគាត់ថាឡើងនឹងអឺ5 6ខាំណាចារយៈពេលតែ3ថ្ងៃឯងអញ្ចឹងយើងចង់ថាថ្លឹងក្នុងអេកូនិងចេញមកក្រៅគឺយើងមិនអាចកំណត់100%ថាដូចគ្នាទាំងអស់តែគាត់ថាគឺយើងអាចសន្និដ្ឋានថាវាលើសគីឡូវាឡើងគីឡូខ្លាំងដោយសារយើងញ៉ាំផ្អែមបានមួយរយៈចុងក្រោយនឹងយើងសន្និដ្ឋានបែបហ្នឹងនិយាយទៅរឿងចូលសាច់រឿងរបស់យើងវិញគឺពេលដែល38សប្តាហ៍គឺអត់មានសញ្ញាអីទាំងអស់អញ្ចឹងអូនធ្វើធម្មតាទៅមិនអីទេគ្រាន់តែព្យាយាមដើរឲ្យបានច្រើនចាដើម្បីឲ្យក្បាលកូនចុះក្នុងអន្តរជាតិបានល្អគឺអូនអឺការសម្រាលតាមក្រោមអូនមានលទ្ធភាពសម្រាលបានលឿនហើយមិនសូវអស់កម្លាំងទេបើសិនក្បាលកូនខ្ពស់ពេកទូកូនទី2ក៏ដោយទី3ក៏ដោយបើក្បាលកូនខ្ពស់ពេកគឺស្ត្រីពិបាកក្នុងការប្រឹងមែនទែនអញ្ចឹងយើងចេះរៀបចំបែបណាដើម្បីឲ្យល្អប្រសើរអញ្ចឹងយើងតាមដានវីដេអូរបស់ខ្ញុំតែផុសរឿយៗទាក់ទងជាមួយការធ្វើចលនានំឡុងពេលមានផ្ទៃពោះឬក៏ការដើរឯនំឡុងពេលមានផ្ទៃពោះហ្នឹងបងអូនអាចមើលលេងៗបានចាហើយ page នេះ page ថ្មីដែរអញ្ចឹងបងអូនជួយ like share comment ក៏ដូចជាជួយ follow page អ្នកមួយផង